ចាបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមកបង្ហាញតាក់ទងជាមួយនឹងវិធី add ជាមួយនឹង screen record ការថត screen នៅលើទូរស័ព្ទដៃ iPhone បងប្អូនទាំងអស់គ្នាកាលពីពេលមុនគឺអញ្ញបានថាបងប្អូនគឺអាចចុចកន្លែងនេះកន្លែង control center អីអញ្ចឹងណាគឺចុចតែកន្លែងនេះមកគឺវាមានជាមួយនឹងមុខងារថត screen នៅកន្លែងតនេះអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាតែសម្រាប់ប្រភេទversion ថ្មីនេះគឺវាអត់មានទេបងប្អូនទៅតែយើងចុចបន្ថែមវាបានមានអញ្ចឹងណាអញ្ចឹងយើងកុំឲ្យខាត់ពេលយូរបងប្អូនទៅតាមដានទាំងអស់គ្នាបងប្អូននិយាយទៅជាដំបូងបងប្អូនចុចអាកន្លែងនេះចាកន្លែង sensitive touch នេះបងប្អូនចាចុចវាឲ្យឡើងបែបនេះមកបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញាបូកនៅខាងលើនេះចាចុចមកចាចុចសុំទោសខ្ញុំចុចអត់ជាប់ដឹងមិញចានេះចុចកន្លែងសញ្ញាបូកនៅកន្លែងនេះបងប្អូនចានេះចុចឲ្យចេញលក្ខណៈថាទម្រង់បែបនេះមកបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីចុចទម្រង់ឲ្យចេញជាលក្ខណៈថាទម្រង់បែបនេះហើយគឺបងប្អូនចុចយកកន្លែងពាក្យថា add a control ចានេះចុចមកចាបន្ទាប់មកទៀតគឺមានមុខងារច្រើនមែនទែនបងប្អូនទាំងអស់គ្នាយើងអាច add វាដាក់នៅខាងលើអាកន្លែងមិញណាដើម្បីយើងងាយស្រួលចុចអីក៏បានដែរបងប្អូនទាំងអស់គ្នាចាបងប្អូនចង់ add អីបន្ថែមដើម្បីអូសពីលើមកសម្រាប់ចុចក៏បានដែរបើតែខ្ញុំដូចជាមិនចង់ដាក់អីទេបងប្អូនខ្ញុំចង់ដាក់តែកន្លែងscreen record នេះឯងចាដើម្បីងាយស្រួលអញ្ចឹងណាចាយើងចុចមកបងប្អូនចាក៏ចុចមកគឺឃើញបាត់ហើយនៅកន្លែងនេះបងប្អូនចាគឺនៅកន្លែងវានៅមានទីតាំងនៅខាងលើតែម្ដងអញ្ចឹងណាអញ្ចឹងយើងអត់មានធ្វើអីទៀតទេយើងក៏ចុចមកផ្លែកមកចាគឺជាប់បាត់ហើយអញ្ចឹងពេលបងប្អូនចង់ថត screen នៅលើ iPhone គ្រាន់តែចុចតែនេះទេចាចុចតែនេះមកនេះដើរណាបងប្អូនចាគឺចុចតែប៉ុណ្ណេះមកគឺយើងអាច screen record នៅលើទូរស័ព្ទដៃ iPhone របស់យើងបានហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បើសិនជាមានកន្លែងតាណាខុសឆ្គងអីក៏សូមអធិស្ឋានផងព្រោះអីខ្ញុំមិនមែនអ្នកធ្វើវីដេអូអាជីពទេបងប្អូនអើយគ្រាន់តែខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនដែលអត់ទាន់ដឹងអីអញ្ចឹងណាឲ្យគាត់បានដឹងដូចគ្នាដែរអរគុណច្រើនបងប្អូនជម្រាបលា